គេប្រើឫសញ័រព្រៃសម្រាប់ព្យាបាលលើសឈាមឈឺសន្លាក់ដៃជើងនិងឈឺចង្កេះសូមគ្រប់នឹងជម្រាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះបាទជាទីគោរពនិងជាទីរាប់អានបាទហើយនៅខណៈពេលនេះពុកម៉ែបងប្អូនយើងណាមកជួបខ្ញុំសារជាថ្មីម្ដងទៀតហើយដោយសារតែនៅក្នុង Channel YouTube មួយនេះកាប់ទៅយើងអាចធ្វើយូរហើយចឹងទៀតឥឡូវនេះយើងក៏បានត្រឡប់មកវិញដោយសារតែយើងមានពេលវេលាខ្លះនៅក្នុងការធ្វើវីដេអូណាចឹងខ្ញុំនឹងព្យាយាមធ្វើវីដេអូចែករំលែកតាក់ទងជាមួយនឹងអត្ថប្រយោជន៍របស់រុក្ខជាតិបាទហើយនៅក្នុងគណៈពេលនេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាណាខ្ញុំមានរុក្ខជាតិមួយប្រភេទចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយការពិតទៅខ្ញុំមកទីនេះទទួលបានការពឹងពាក់ពីពុកម៉ែបងប្អូនយើងទេណាគាត់ចង់បានជាមួយនឹងឫសរបស់រំដេញមាសហើយមួយទៀតជាមួយឫសរបស់ញ័រព្រៃអញ្ចឹងទេមិញហ្នឹងក៏បានកាប់កោះរួចហើយណាដោយសារតែនៅនេះវាសម្បូរពុកម៉ែបងប្អូនណាមែនតើទៅនេះសម្បូរដើមញ័រព្រៃច្រើនណានេះគឺជាដើមញ័រព្រៃហើយដើមធំនៅនេះដើមរបស់វាប្រព័ន្ធកជើងពុកម៉ែបងប្អូនណាហើយអញ្ចឹងទេយើងក៏បានកាប់កោះរួចហើយញ័រព្រៃនេះមែនតើមានអត្ថប្រយោជន៍ច្រើនណាស់ហើយខ្ញុំនឹងជម្រាបជូនបន្តិចទៀតខ្ញុំគ្រាន់តែបង្ហាញទៅជាមួយស្លឹកសិនទេណាហើយវាជាប្រភេទឈើមិនជាធំជាខ្ពស់អីណាទេឥឡូវខ្ញុំបង្ហាញជាមួយសម្បកដើមណាបាទសម្បកដើមនេះអញ្ចឹងញ័រព្រៃសម្បកដើមរបស់វាគឺវាមានលក្ខណៈពុកម៉ែបងប្អូនឃើញណាប្រេះអញ្ចឹងឯងសម្បកវាណាហើយតាក់ទងជាមួយឫសរបស់វាគឺវាមានលក្ខណៈលឿងតែម្ដងឥឡូវយើងត្រឡប់ទៅមើលឫសរបស់វាដោយសារយើងបានជីកហើយនេះធំពុកម៉ែបងប្អូនទាំងអស់គ្នាណាប៉ុណ្ណីតែម្ដងណានេះធំមែនតើណាអូយមិញនេះកាប់ទៅដោយសារតែទីតាំងយើងងាយស្រួលជីកណាវានៅដីទលាយវាអត់មានឫសមានអីទេអញ្ចឹងជាហេតុធ្វើឲ្យយើងងាយស្រួលនៅក្នុងការជីកបាទឥឡូវពុកម៉ែបងប្អូនមើលនេះបាទអញ្ចឹងឫសនេះប្រហែលជាចូល5គីឡូហើយក្លឹបរបស់វាណាលឿងតែម្ដងណាអញ្ចឹងទេបងប្រុសគាត់រតែ1គីឡូទេហើយខ្ញុំក៏ជីកអានេះយកទៅប្រើខ្លួនឯងដែរអញ្ចឹងអានេះគឺជាឫសរបស់ញ័រព្រៃបាទឫសរបស់ញ័រព្រៃនិយាយរួមទៅញ័រព្រៃហ្នឹងគឺឫសរបស់វាហ្នឹងគឺលឿងអញ្ចឹងឯងណាហើយអានេះដោយសារតែដើមវាធំណាហើយបើសិនជាដើមតូចក៏យើងអត់មានឫសរហូតដល់ធំប៉ុណ្ណឹងដែរពុកម៉ែបងប្អូនណាហើយមែនតើទៅកន្លែងខ្លះយើងពិបាកក្នុងការរកដែរប៉ុន្តែដោយសារនៅកន្លែងខ្ញុំនេះយើងឃើញមានច្រើនគួរសមយើងអាចរកបានអញ្ចឹងណាបាទពុកម៉ែបងប្អូនឃើញសម្បកដើមឃើញជាមួយនឹងឫសរបស់វាហើយណាឥឡូវនេះបងប្អូនទាំងអស់គ្នាមកទស្សនាជាមួយស្លឹកបន្តិចដោយសារតែវានៅខ្ពស់អញ្ចឹងខ្ញុំកាប់ស្លឹកនេះយកមកតែម្ដងណាពុកម៉ែបងប្អូនឃើញនេះគឺជាស្លឹករបស់ញ័រព្រៃណាហើយស្លឹករបស់វាមានរូបរាងអញ្ចឹងឯងណាពុកម៉ែបងប្អូនឃើញណាហើយមែនតែនទៅដោះទល់តងគ្នាហើយវាខុសពីញ័រស្រុកឬនេះបាទដោយសារតែអត់ឃើញមានផ្លែទេអញ្ចឹងយើងក៏អត់បានបង្ហាញផ្លែដែរយើងបានបង្ហាញតែស្លឹកទេណាបន្ទាប់ពីពុកម៉ែបងប្អូនបានស្គាល់អំពីស្លឹកក៏ដូចជាស្គាល់ឃើញបាទជាមួយនឹងឫសរបស់ញ័រព្រៃនេះហើយនៅពេលបន្តិចទៀតហ្នឹងខ្ញុំក៏បង្ហាញពុកម៉ែបងប្អូនអំពីអត្ថប្រយោជន៍របស់ញ័រព្រៃនេះថាតើយើងយកញ័រព្រៃនេះឬញ័រព្រៃនេះទៅធ្វើជាថ្នាំសម្រាប់ព្យាបាលរោគអីខ្លះហើយយើងប្រើក្នុងបរិមាណប៉ុណ្ណាហើយយើងប្រើរបៀបម៉េចបាទអញ្ចឹងពុកម៉ែបងប្អូនទស្សនាទៅខ្ញុំនឹងជម្រាបជូនអំពីអត្ថប្រយោជន៍របស់ដើមញ័រព្រៃនេះបាទអញ្ចឹងសូមទស្សនាទាំងអស់គ្នាបាទចំពោះដើមញ័រព្រៃនេះយើងឃើញថាក៏ជាពិសេសមួយដែលគេយកទៅផ្សំបាទសម្រាប់ប្រើជាឱសថនៅក្នុងការកែរោគឬក៏ព្យាបាលជំងឺផ្សេងដែរពុកម៉ែបងប្អូនណាហើយចំពោះដើមញ័រព្រៃនេះផ្នែកដែលគេយកទៅប្រើហ្នឹងគេយកឫសបាទយកឫសដោយពុកម៉ែបងប្អូនបានឃើញហើយឫសវាគឺបាទក្រហមឆ្អិនឆ្អៅឬក៏យើងហៅថាពណ៌លឿងបាទពណ៌លឿងស្អាតណាហើយមួយទៀតគឺសម្បកហើយចំពោះការព្យាបាលវិញពុកម៉ែបងប្អូនណាឫសរបស់ញ័រព្រៃនេះគេយកទៅព្យាបាលជំងឺលើសឈាមអញ្ចឹងពុកម៉ែបងប្អូនដែលលើសឈាមគឺត្រូវមួយទៀតគឺយកទៅព្យាបាលពុកម៉ែបងប្អូនយើងដែលមានអាការៈឈឺសន្លាក់ដៃជើងក៏ដូចជាឈឺចង្កេះបាទមួយវិញទៀតពុកម៉ែបងប្អូនចំពោះសម្បកដើមរបស់ញ័រព្រៃនេះ
យើងឃើញថាគេយកទៅដាំទឹកហូបបាទចំពោះស្ត្រីដែលគាត់ឆ្លងទន្លេហើយធ្វើឲ្យសុខភាពស្ត្រីហ្នឹងគាត់បាទរឹងមាំបាទហើយចំពោះក្លឹមវិញបើសិនជាមានក្លឹមណាក្លឹមរបស់ញ័រហ្នឹងយើងអាចយកទៅប្រើធ្វើជាគ្រឿងជ្រលក់ពណ៌បានពុកម៉ែបងប្អូនណាហើយចំពោះរបៀបនៃការប្រើប្រាស់វិញពុកម៉ែបងប្អូនទាំងអស់គ្នាទាំងរឹសទាំងសបកដើមទាំងក្លឹមហ្នឹងពុកម៉ែបងប្អូនយកទៅកញ្ច្រាំហាលឲ្យស្ងួតទៅពុកម៉ែយកទៅដាំទឹកហូបបាទយើងអាចប្រើចន្លោះពី10ទៅ20ក្រាមសម្រាប់ដាំទឹកហូបក្នុងមួយថ្ងៃបាទបាទអញ្ចឹងបន្ទាប់ពីពុកម៉ែបងប្អូនបាទដឹងអំពីប្រយោជន៍បាទរបស់រឹសញ័រព្រៃនេះហើយហ្នឹងណាអូខេពុកម៉ែបងប្អូនណាហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូផ្សេងទៀតដើម្បីចែករំលែកចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងណាអញ្ចឹងទេដោយសារតែមួយរយៈពេលកន្លងមកហើយយើងរវល់បាទអញ្ចឹងទេវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអរគុណហើយយើងជម្រាបលាប៉ុណ្្នឹងសិនបាទ